ចេះខ្មៅមាត់ខ្លះទេអីក្រែងលោកពុកនឹងអ្នកម្ដាយរបស់នាងនោះជាអ្នកភ្ជាប់សាច់ឈាមជាមួយនឹងគ្រួសារនោះហេតុអីក៏មកទម្លាក់ឲ្យខ្ញុំក៏ព្រោះតែគេស័ក្តិសមជាមួយនឹងនាងមនុស្សរស័តអណ្ដែតគ្មានម្ដាយដូចជានាងនេះគឺវាស័ក្តិសមនៅជាមួយមនុស្សប្រុសដែលឈឺគ្មានលុះថ្ងៃបែបនេះហើយមិនប្រកាសទេអ្នកម៉ែតែបើសិនជាដូចជាគេនិយាយពិតមែននោះខ្ញុំនឹងយករបស់ខ្ញុំត្រឡប់មកវិញឲ្យបានអូត្រូវហើយនាងគ្មានម្ដាយបដៅនោះអីប៉ះត្រឹមខ្ញុំបានហើយលោកស្រីប្រពន្ធចុងគ្មានសិទ្ធិមកប៉ះម្ដាយខ្ញុំទេនាងឯងនេះណែសូរិយាទន្ទាប្រៀបលេងបាំងភ្នំខាងលិចផ្ទះរបស់លោកសេដ្ឋីគ្រប់គ្នាបានទទួលទានអាហារពេលល្ងាចរួចនៅក្នុងផ្ទះរបស់លោកសេដ្ឋីមានឮសំឡេងតូចធំប្រកែកគ្នាដោយសារតែលោកសេដ្ឋីមង្គលនិងអ្នកស្រីកល្យានពីមុនមកធ្លាប់ជាប់មាត់ជាប់កជាមួយនឹងគ្រួសារលោកសេដ្ឋីមង្គលនិងអ្នកស្រីធូណាថាភ្ជាប់សាច់ឈាមកូនប្រុសកូនស្រីបើកាលណាពួកគេធំពេញវ័យកំឡោះក្រមុំរៀងខ្លួនអមរាជាកូនស្រីប្រពន្ធដើមម្ដាយបានស្លាប់ដោយគ្មានមូលហេតុជាយូរឆ្នាំមកហើយអមរានឹកហួសចិត្តជាពន់ពេកដែលពេលនេះបោះស្បាឲ្យអមរារៀបការជំនួសនាងទៅវិញព្រោះតែនាងដឹងថាលោកមនីដែលជាកូនប្រុសលោកសេដ្ឋីឧត្តមនិងលោកស្រីធូណាមានជំងឺប្រចាំកាយមួយថ្ងៃកាត់មួយថ្ងៃកោបងស្រីដាច់ខាតត្រូវទៅរៀបការជំនួសខ្ញុំមិនអាចទៅរៀបការជាមួយនឹងមនុស្សប្រុសដែលមានជំងឺប្រចាំកាយបែបនេះអញ្ចឹងនោះក៏តែនាងចេះនិយាយបែបនេះបាននេះមិនចេះខ្មៅមាត់ខ្លះទេអីក្រែងលោកពុកនឹងអ្នកម្ដាយរបស់នាងនោះជាអ្នកភ្ជាប់សាច់ឈាមជាមួយនឹងគ្រួសារនោះហេតុអីក៏មកទម្លាក់ឲ្យខ្ញុំក៏ព្រោះតែគេស័ក្តិសមជាមួយនឹងនាងមនុស្សរស័តអណ្ដែតគ្មានម្ដាយដូចជានាងនេះគឺវាស័ក្តិសមនៅជាមួយមនុស្សប្រុសដែលឈឺគ្មានលុះថ្ងៃបែបនេះហើយចង់នាងការឬមិនការជារឿងរបស់នាងទេប៉ុន្តែខ្ញុំរៀបការជំនួសនាងឡើយលោកបងស្ដាប់សម្ដីកូនស្រីរបស់លោកបងចុះដូចកូនដែលគ្មានពូជអម្បូរអូត្រូវហើយនាងគ្មានម្ដាយបដៅនោះអីប៉ះត្រឹមខ្ញុំបានហើយលោកស្រីប្រពន្ធចុងគ្មានសិទ្ធិមកប៉ះម្ដាយខ្ញុំទេនាងឯងនេះណែបានហើយហេតុអីក៏ឯងគ្មានច្បាប់ទម្លាប់សោះអញ្ចឹងគេក៏ជាម្ដាយនិងប្អូនស្រីឯងដែរលះបង់ដើម្បីប្អូនឯងបន្តិចមិនបានទេយ៉ាងណាក៏ឯងត្រូវរៀបការចំនួននាងដែរប៉ុន្តែនាងមិនមែនជាប្អូនរបស់ខ្ញុំមកកាត់ទេអ្នកនាងអមរាគួរឲ្យអាណិនត្រូវលោកសេដ្ឋីផ្ទះកំភ្លៀងមួយកំភ្លៀងអមរាយំខ្ទប់មុខរត់ចេញពីទីនោះដោយក្តីឈឺចាប់ខ្ញុំស្អប់លោកពុកលំអៀងណាស់ក្រឡេកមកមើលផ្ទះរបស់លោកដុកទ័រកំឡោះម៉ូរ៉ានៅគេងក្នុងបន្ទប់របស់លោកនាសម័យបច្ចុប្បន្នឯនេះវិញលោកដុកទ័រម៉ូរ៉ាបានលូកដៃបាក់ទ្វារបន្ទប់ដើរមកអង្គុយរួចហើយក៏ប្រែខ្លួនគេងលើពូកទាំងអស់កម្លាំងលោកបាក់ភ្នែកមើលទៅលើមួយសន្ទុះរួចហើយលោកក៏នឹកឃើញភ្លាមអំពីចិញ្ចៀនបុរាណមួយដែលនៅក្នុងហោប៉ៅដែលលោកយាយម្នាក់បានឲ្យលោកមុននេះពេលលោកចេញពីបន្ទប់វះកាត់ក្នុងមន្ទីរពេទ្យលោកដុកទ័រដកចិញ្ចៀនមករួចក៏មើលនឹកឆ្ងល់អំពីសម្ដីរបស់លោកយាយចំណាស់នោះណាស់តើចិញ្ចៀននេះជារបស់ខ្ញុំពីពេលណាបើខ្ញុំមិនដែលមានវាផងនឹកដល់ចំណុចត្រង់នេះលោកដុកទ័រកំឡោះម៉ូរ៉ាក៏ស្រមៃអំពីទិដ្ឋភាពហេតុការណ៍ដែលលោកបានជួបហើយលោកកំពុងតែមានចម្ងល់វិលវល់ពេញខួរក្បាលរបស់លោកអំពីចិញ្ចៀនខ្មែរបុរាណជាពិសេសលោកយាយចំណាស់ដែលបានប្រគល់វាឲ្យលោកនោះព្រមទាំងផ្ដេសផ្ដាំឲ្យលោកថែរក្សាវាឲ្យបានល្អថែមទៀតផងលោកយាយតើលោកយាយជាសាច់ញាតិអ្នកជំងឺវាកាត់មែនទេអ្នកជំងឺបានរួចផុតពីគ្រោះថ្នាក់ហើយលោកយាយចំណាស់មិនបានឆ្លើយតបនឹងសំណួររបស់លោកដុកទ័រនោះទេប៉ុន្តែលោកយាយចំណាស់សក់សពេញក្បាលមុខមាត់មានស្នាមជ្រាវជ្រួញបែជាញញឹមសម្លឹងមើលមុខអ្នកកំឡោះនោះទាំងមិនដាក់ភ្នែកកៅភ្នែកលោកយាយបង្ហាញពីការសប្បាយចិត្តដែលបានជួបអ្នកកំឡោះដុកទ័រមានចិត្តល្អចេះជួយអ្នកដទៃនិងមានក្តីមេត្តាចំពោះមនុស្សជុំវិញខ្លួនរំពេចនោះលោកយាយក៏លួចទាញដៃបរោះនោះរួចពាក់ចិញ្ចៀនបុរាណមួយវង់នៅដៃអ្នកកំឡោះរបស់យើងបន្ទាប់មកក៏ពោលពាក្យទាំងញញឹមថាខ្ញុំរកម្ចាស់របស់ឯងឃើញហើយអ្នកកំឡោះត្រូវតែថែរក្សាចិញ្ចៀននេះឲ្យបានល្អវានឹងនាំលាភសំណាងដល់អ្នកកំឡោះមនុស្សល្អដូចជាលោកដុកទ័រទេវតានឹងតាមថែរក្សាលោកយាយពោលពាក្យនេះរួចក៏ស្រាប់តែលោកយាយបាត់ខ្លួនភ្លាមជាហេតុធ្វើឲ្យលោកដុកទ័រកំឡោះនោះភ្ញាក់ផ្អើលនិងងាករកមើលលោកយាយជុំវិញខ្លួនប៉ុន្តែបាត់ស្រមោលលោកយាយឈឹងតែម្ដងលោកយាយបាត់ទៅណាស់ហើយ
កុំប្រាប់ថានេះខ្ញុំត្រូវខ្មោចលងទាំងថ្ងៃណាតើរឿងនេះវាយ៉ាងម៉េចឲ្យប្រកាសទេតើលោកយាយគឺជានរណាហេតុអីក៏បាត់ខ្លួនភ្លាមនៅចំពោះមុខខ្ញុំបើសិនជាខ្មោចហេតុអីក៏ឲ្យចិញ្ចៀននេះមកខ្ញុំឬក៏លោកយាយជាទេវតាដោយហេតុតែឆ្ងល់មិនអត់ចិត្តអ្នកកំឡោះដុកទ័រម៉ូរ៉ាក៏សម្លឹងមើលចិញ្ចៀនរួចក៏ដាច់ចិត្តពាក់ចិញ្ចៀនអភូតហេតុចម្លែកក៏បានកាត់ឡើងលើអ្នកកំឡោះពិតមែនដោយអ្នកកំឡោះបានឆ្លងពេលវេលាទៅសម័យចំនួនមុនក្នុងគ្រួសារលោកសេដ្ឋីមង្គលព្រលឹងអ្នកកំឡោះបានចូលក្នុងខ្លួនរបស់លោកមនីដែលជាកូនប្រុសលោកសេដ្ឋីមង្គលនិងគ្រួសារធូណាក្រុមគ្រួសារកំពុងតែយំបោកខ្លួនបោកប្រានក៏ព្រោះតែកូនប្រុសជាទីស្រឡាញ់និងប្តីដ៏ល្អរបស់អ្នកនាងអមរាត្រូវបានស្លាប់ដោយសារជំងឺគាំងបេះដូងលោកដុកទ័របើកភ្នែកភ្ញាក់ខ្លួនហើយក៏ឆ្ងល់មនុស្សម្នាគ្រប់គ្នាកំពុងតែយំតើអ្នកទាំងអស់គ្នាជានរណាហេតុអីក៏យំបែបនេះមានរឿងអីមែនទេគ្រប់គ្នាគ្រាន់តែឮសំឡេងអ្នកប្រុសម្នីក៏និយាយឆោឡោភ្ញាក់ផ្អើលនិងសប្បាយចិត្តម្នាក់ស្ទុះស្ទាមកអោបកូនភ្លាមកូនប្រុសកូនមិនទាន់ស្លាប់ទេកូនប្រសាប្តីកូនមិនទាន់ស្លាប់ទេលោកប្តីពិតជានៅមានជីវិតពិតមែនទេអរគុណទេវតាដែលឲ្យបងត្រឡប់មករកអូនវិញជប់សិននាងប្រហែលជាអ្នកទាំងអស់គ្នាមានការយល់ច្រឡំអីហើយខ្ញុំមិនដែលស្គាល់អ្នកទាំងអស់គ្នាទេសូមទោសផងអ្នកនាងខ្ញុំមិនមែនជាប្តីរបស់អ្នកនាងទេមួយថ្ងៃខ្ញុំរវល់នឹងការងារណាកុំថាឡើយមានប្រពន្ធសូមបីតែញ៉ាំអាហារក៏អត់ត្រង់មុនហើយខ្ញុំគ្មានពេលវេលាគ្រប់គ្រាន់ផងក្រោយដុកទ័រនិយាយបែបនេះហើយគ្រប់គ្នាក៏ឆ្ងល់នៅអ្វីដែលលោកដុកទ័រនិយាយនិងមើលមុខគ្នាទៅវិញទៅមកទាំងងឿងឆ្ងល់ព្រះអាទិត្យចាប់ផ្ដើមរៀបលេងដុកទ័រឈរសម្លឹងមើលក្នុងចិត្តមានមន្ទិលក្នុងខ្លួនតើមានរឿងអ្វីកើតឡើងចំពោះគេតើមានរឿងអីចំពោះខ្ញុំហេតុអីក៏ខ្ញុំនៅក្នុងផ្ទះនេះគ្រប់គ្នាសុទ្ធតែខ្ញុំមិនដែលស្គាល់ប៉ុន្តែគ្រប់គ្នាបែរជាថាខ្ញុំជាកូននិងប្តីតើរឿងនេះវាយ៉ាងម៉េចទៅវិញខ្ញុំពិតជាមិនយល់ទេលោកប្តីអញ្ជើញទៅពិសាទឹកដោះគោស្រស់ស្រាន់តិចទៅលោកប្តីចូលចិត្តសឹងអីដុកទ័រងាកមករកអ្នកនាងអមរារួចហើយក៏សួរទៅអ្នកនាងភ្លាមតែម្ដងព្រោះចង់ដឹងអ្នកនាងតើអ្នកនាងអាចបញ្ជាក់ប្រាប់ខ្ញុំបានទេថាវាគឺជាសបិនឬអ្នកនាងអមរាគ្រាន់តែឮលោកដុកទ័រកំឡោះសួរនាំសំណួរបែបនេះក៏ហូរទឹកភ្នែកអាណិតលោកប្តីរបស់នាងមួយរំពេចព្រោះតែនាងបានយល់ច្រឡំថាដុកទ័រគឺជាអ្នកប្រុសម្នីនិងជាស្វាមីរបស់នាងតែធាតុពិតប្រលឹងម្ចាស់រូបគឺបានស្លាប់បាត់ទៅហើយប្រលឹងដែលខំក្រមម្ចាស់រូបគឺជាវិញ្ញាណរបស់ដុកទ័រម៉ូរ៉ាទៅវិញអ្នកនាងអមរាលោកដៃចាប់ដៃដុកទ័ររួចហើយក៏ពោលពីអាណិតលោកប្តីទាំងទឹកភ្នែកលោកប្តីមិនថាអស់ប្រាក់ប្រមាណទេអូននឹងព្យាបាលលោកប្តីឲ្យជាសះស្បើយពីជំងឺទាំងអស់នេះឃើញបងបែបនេះអូនពិតជាអាណិតបងខ្លាំងណាស់ហេតុអីក៏អ្នកនាងយំឃើញអមរាស្រក់ទឹកភ្នែកដោយមិនបងអង្គយូដុកទ័រកំឡោះក៏លូកដៃជូតទឹកភ្នែកឲ្យនាងកុំយំអីខ្ញុំមិនបានឈឺអីទេខ្ញុំមានសុខភាពល្អណាស់ខ្ញុំក៏ជាដុកទ័រភ្នែកវាកាត់ដល់ពូកែអ្នកណាក៏គេស្គាល់ខ្ញុំដែរអ្នកនាងអមរាលូកដៃអោបប្តីទាំងហូរទឹកភ្នែកដុកទ័រលើកដៃឡើងលើមិនហ៊ានអោបនាងនោះទេងាកឆ្វេងងាកស្ដាំខ្លាចក្រែងមានអ្នកណាមកឃើញយល់ថាពួកគេធ្វើអ្វីមិនសមភ្នែកញាតិលោកប្តីបងឈប់និយាយទៀតទៅអូននឹងរកគ្រូពេទ្យដែលល្អបំផុតមកព្យាបាលឲ្យបងអ្នកនាងបើគេមកឃើញច្បាស់ជាមិនល្អចំពោះអ្នកនាងទេអមរាយកដៃប៉ះមាត់របស់លោកដុកទ័ររួចហើយនិយាយទាំងខ្សឹកខ្សួលបន្តទៀតអូនជាប្រពន្ធរៀបការពេញច្បាប់របស់បងណាលោកប្តីតើអ្នកណាហ៊ានថាឲ្យយើងនោះតើបងពិតជាភ្លេចរឿងរបស់ពួកយើងទាំងអស់ហើយមែនទេត្រូវហើយជំងឺរបស់លោកប្តីប្រហែលជាធ្វើឲ្យប៉ះពាល់ដល់ខួរក្បាលហើយទើបលោកប្តីចាំអ្វីមិនបានសំបីតែបន្តិចបងជឿអូនចុះអូននឹងឲ្យគេស្វែងរកគ្រូពេទ្យដែលល្អមកព្យាបាលបងពេលព្រឹកថ្ងៃថ្មីពន្លឺព្រះអាទិត្យក៏ចាប់ផ្ដើមរះពីទិសខាងកើតលោកសេដ្ឋីមង្គលនិងលោកស្រីធូណាកំពុងរៀបចំបាយអាហារសម្រាប់បួនស្រាក់រួចជាស្រេចចំណែកអមរាជាកូនប្រសានិងលោកដុកទ័រអមរាចូលមកក្នុងសម្លៀកបំពាក់ស្រស់ស្អាតលោកដុកទ័រនឹកនិយាយក្នុងចិត្តបើមើលតាមការស្លៀកពាក់របស់អ្នកគ្រប់គ្នាច្បាស់ណាស់គឺសម័យលង្វែងតើខ្ញុំអាចមកទីនេះបានដោយរបៀបណានេះខ្ញុំកំពុងតែរស់នៅក្នុងពេលវេលាថយក្រោយហើយមែនទេមកហើយឯកូនតើសុខភាពរបស់កូនមិនអីទេមែនទេមនីកូន
លោកស្រីសួរខ្ញុំមិនអីនោះទេ ឬកូនប្រុសជាទីស្រឡាញ់ពោលពាក្យបែបនេះបេះដូងលោកស្រីស្ទើរតែប្រេះស្លាប់ទៅហើយទោះបីជាកូនប្រុសមានអភូតហេតុរស់ឡើងវិញប៉ុន្តែការចងចាំមិនបានសូម្បីតែបន្តិចលោកស្រីងាកមើលមុខប្តីរួចក៏លួចនិយាយខ្សឹបទៅកាន់លោកសេដ្ឋីលោកបងតើយើងគិតធ្វើយ៉ាងម៉េចទៀតទៅនេះកូនប្រុសយើងមិនចាំពួកយើងសូម្បីតែម្នាក់ ព្រះសង្ឃនិមន្តមកហើយរឿងនេះអូនកុំបារម្ភបងបានឲ្យគេដាក់រកគ្រូពេនខ្លាំងពូកែមកពិនិត្យកូនយើងហើយ បន្ទាប់ពីលោកសេដ្ឋីនិយាយរួចគ្រប់គ្នាក៏ប្រគេនស្រាក់បាយ4ស្រាក់និងមានផ្កាឈូកដើម្បីប្រគេនព្រះសង្ឃ4អង្គនិងមានក្មេងវត្តម្នាក់ឈរក្បែរព្រះសង្ឃផងសុខភាពបេះដូងលោកប្រុសគ្មានអ្វីចម្លែកទេសុខភាពល្អណាស់ ថាមិញជំងឺបេះដូងកូនខ្ញុំលែងមានបញ្ហាហើយលោកគ្រូពេទ្យសាក់ពិនិត្យបន្តិចទៅ ត្រូវឲ្យលោកគ្រូពេនកូនខ្ញុំមានជំងឺនេះយូរមកហើយហេតុអីក៏ពេលនេះលែងមានអីទៅវិញច្បាស់ណាស់លោកសេដ្ឋីលោកប្រុសពិតជាគ្មានអ្វីពិតមែនគ្រប់យ៉ាងគឺល្អទាំងអស់ លោកគ្រូពេទ្យហើយចុះផ្នែកខួរក្បាលវិញនោះ ក៏ដូចជាគ្មានអ្វីប្លែកដូចគ្នាគឺប្រកបដីទាំងអស់ គ្រប់គ្នាមើលមុខគ្នាក្រោយឮលោកគ្រូពេទ្យនិយាយអំពីស្ថានភាពជំងឺអ្នកនាងអមរាមិនអស់ចិត្តក៏សួរនាំលោកគ្រូពេទ្យបន្តលោកគ្រូពេទ្យហើយចុះបញ្ហាដែលលោកប្តីរបស់ខ្ញុំមិនស្គាល់ពួកខ្ញុំសំបីតែម្នាក់នោះតើរឿងនេះបណ្ដាលមកពីអ្វីវិញទៅ រឿងនេះមានតែចាំតាមដានបន្តទៀតតែប៉ុណ្ណោះតែឥឡូវនេះឲ្យលោកប្រុសសម្រាប់ឲ្យបានច្រើនក្រែងលោកប្រុសអាចនឹកឃើញអ្វីគ្រប់យ៉ាងមកវិញព្រោះបើតាមការពិនិត្យលោកប្រុសគឺគ្មានអ្វីពិតមែនពាក់ព័ន្ធនឹងបញ្ហានេះខ្ញុំមិនដែលជួបពីមុនមកដែរវាពិតជាចម្លែកមិនគួរជឿទេរបស់ទាំងនេះពិតជារបស់ខ្មែរពីសម័យមុនពិតមែនសុទ្ធសឹងតែជារបស់ដែលមានតម្លៃតើពេលនេះខ្ញុំត្រូវគិតយ៉ាងម៉េចបន្តទៀតទៅបើខ្ញុំប្រាប់គ្រប់គ្នាថាខ្ញុំមិនមែនជាកូនរបស់គាត់ច្បាស់ជាមិនជឿនឹងគិតថាខ្ញុំមានជំងឺដែលព្យាបាលមិនជាចាក់ជាមិនខានឡើយមើលទៅគ្រួសារនេះក៏មិនជាអាក្រក់ដែរគាត់ស្រឡាញ់កូនប្រុសគាត់ណាស់ហើយចុះបើចូលជាព្រលឹងខ្ញុំចូលក្នុងខ្លួនរបស់កូនពួកគាត់ហើយខ្ញុំមានតែសម្ដែងជាកូនប្រុសរបស់គាត់បើមិនដូច្នោះទេពួកគាត់ច្បាស់ជាពិបាកចិនជាងនេះជាមិនខាន និយាយរួចដុកទ័រម៉ូរ៉ាក៏ដើរមើលរបស់បន្តទៀតចំណែកលោកស្រីធូណានិងលោកសេដ្ឋីក៏ឈរសម្លឹងមើលមុខមនីពីក្រោយពីចម្ងាយមិនឲ្យដុកទ័រម៉ូរ៉ាឃើញឡើយលោកបងឃើញទីនោះកូននិយាយម្នាក់ឯងខ្ញុំមិនបារម្ភមិនបានទីណាលោកបង កុំមាត់លឺពេកក្រែងកូនយើងឈឺបងនឹងឲ្យគេស្វែងរកគ្រូពេទ្យពូកែមកព្យាបាលកូនយើងទៀតអូនកុំអារម្មណ៍អីណា ឃើញកូនបែបនេះខ្ញុំពិតជាពិបាកចិត្តណាស់ បងថាពួកយើងមានតែស្និទ្ធស្នាលជាមួយកូនយើងជាងនេះហើយទៅបានព្យាយាមរំលឹករឿងចាស់ក្រែងគេបានចាំមកវិញ លោកបងនិយាយត្រូវទោះបីជាពេលនេះគេមិនចង់ចាំអ្វីទាំងអស់ពិតមែនប៉ុន្តែយ៉ាងណាក៏ទេវតាក៏បានឲ្យកូនរបស់យើងងើបស្លាប់រស់ឡើងវិញដែរ បងគិតថាអូនគួរតែប្រាប់កូនប្រសាឲ្យឧស្សាហ៍នាំកូនមនីដើរលេងខ្លះផងទៅក្រែងគេឆាប់បានប្រសើរចំណែករឿងមុខជំនួយរបស់យើងវិញទុកឲ្យបងជាអ្នកចាត់ចែងចុះ ចាលោកបងនៅផ្សារបន្លែត្រីមានមនុស្សម្នាជាច្រើនលក់ដូរអ្នកនាងអមរានាំលោកម៉ូរ៉ាមកទិញសាច់និងបន្លែអីយ៉ាអ្នកនាងអមរាថ្ងៃនេះនាំអ្នកប្រុសម្នីមកដល់តូបលក់សាច់របស់ខ្ញុំតែម្ដងហើយណោះអើយឮថាថ្ងៃបូជាអ្នកប្រុសស្រាប់តែដឹងខ្លួនឡើងវិញឮហើយខ្ញុំត្រេកអរចំនួនអ្នកនាងខ្លាំងណាស់អរគុណហើយបងវីមនុស្សល្អទេវតានឹងតាមថែរក្សាហើយសុខភាពអ្នកប្រុសពេលនេះបានស្រួលបួលវិញហើយមែនទេ ខ្ញុំជាដុកទ័រសង្ហាម្នាក់ច្បាស់ណាស់ថាសុខភាពខ្ញុំល្អ ចាអ្នកប្រុសថាម៉េចអូបងវីកុំចាប់អារម្មណ៍សម្ដីរបស់លោកប្តីខ្ញុំអី
គាត់និយាយលេងជាមួយបងទី នឹងហើយខ្ញុំនិយាយលេងបានសើចទេបិសយចេះភ្លេចខ្លួនទៅកើន ហើយចាអ្នកប្រុសចេះលេងសើចទៀតឥឡូវនេះបងជួយធ្វើត្រីឲ្យខ្ញុំពីរផងណាខ្ញុំយកត្រីណាដែលធំជាងគេចាអ្នកនាងអ្នកលក់ក៏ចាប់ផ្ដើមរើសត្រីធំមកឲ្យនាងអមរាស្រាប់ពេលដែលអ្នកលក់ក៏ស្រាប់តែវិលមុខរកខ្យល់ចង់ដួលអ្នកនាងអមរានិងលោកដុកទ័រមូរ៉ាក៏ទៅជួយទប់ខ្លួនអ្នកលក់ទាន់ពេលអូយខ្ញុំកាត់អីចេះបងវីកាត់អីហ្នឹងនៅសុកក៏ទៅជាអញ្ចឹងខ្ញុំក៏មិនដឹងថាមកពីហេតុអីដែរអ្នកនាងអើយ ទុកឲ្យខ្ញុំវិញ លោកដុកទ័រកំឡោះមូរ៉ាក៏ចាប់ដៃអ្នកលក់ត្រីស្ទាបជីបចរ សុខភាពបងស្រីមិនអីទេគ្រាន់តែខ្សែបន្តិចបងស្រីប្រហែលជាគេមិនបានគ្រប់គ្រាន់ដូច្នេះបងស្រីគួរតែគេឲ្យបានគ្រប់គ្រាន់និងញ៉ាំអាហារបានទៀងទាត់ អ្នកប្រុសនិយាយស្អីខ្ញុំស្ដាប់មិនយល់ទេស្អីគេទៅស្អីទៅញ៉ាំគឺអញ្ចេះទេបងគាត់ប្រាប់បងឲ្យសម្រាប់ឲ្យបានច្រើនសម្រានឲ្យបានក្រុមនិងហូបឲ្យទៀងទាត់ពេលទៅជំងឺបងឆាប់ជាសះស្បើយឡើងវិញអូយអ្នកប្រុសនិយាយស្អីចម្លែកខ្ញុំស្ដាប់មិនយល់ចាខ្ញុំអរគុណហើយ ត្រូវហើយបងស្រីត្រូវតែសម្រាប់បានគ្រប់គ្រាន់ទើបសុខភាពបងស្រីឆាប់បានប្រសើរ អ្នកនាងអមរានិងលោកដុកទ័រកំឡោះរបស់ជើងកំពុងតែដើរតាមផ្លូវត្រឡប់មកផ្ទះវិញខណៈនោះក៏បានជួបបុស្បានិងលោកស្រីកល្យានជាម្ដាយអ្នកទាំងពីរឌឺដងផ្លែផ្កាដាក់អ្នកនាងអមរាបញ្ញាប់ទៅណាអីក៏លឿនម្លេះអីយោយបណ្ដាប្តីដែលមានជំងឺជាប់ក្នុងខ្លួនផងណោះពិតជាមិនចេះខ្មាស់គេមែនថ្ងៃមុនលើថាប្រពន្ធអ្នកប្រុសបិទតែនឹងបូជាអ្នកប្រុសទៅឲ្យមែនទេប៉ុន្តែមនុស្សដូចជាអ្នកប្រុសនេះពិតជាស័ក្តិសមនឹងបងស្រីខ្ញុំណាស់ម្នាក់គ្រាន់តែជាស្រីដែលគ្មានម្ដាយបីបាច់ចិញ្ចឹមថែរក្សាហើយម្នាក់ទៀតជាមនុស្សប្រុសដែលអូយមនុស្សប្រុសដែលធ្វើអីមិនកើត អ្នកនាងអមរាដែលទ្រាំនឹងសម្ដីបុស្បាដែលជាប្អូនស្រីមើងងាយដល់ប្តីរបស់ខ្លួនមិនបានភ្លាមនាងក៏បានទះកំភ្លៀងបុស្បាមួយដៃភ្លាមផងដែរអ្នកនាងអមរាមិនក៏នាងឯងហ៊ានវាយជើងម៉ែមើលណោនាងឯងឈួតហើយហេតុអីក៏វាយកូនជើងហាខ្ញុំប្រមាននាងបុស្បាតែប៉ុណ្ណោះនាងប៉ះពាល់ខ្ញុំបានខ្ញុំមិនថាអីទេប៉ុន្តែនាងមិនអាចប៉ះពាល់លោកប្តីរបស់ខ្ញុំបានទៀតទេកុំថាខ្ញុំមិនបានប្រាប់ឲ្យសោះណាអាយ៉ាអ្នកនាងអមរាមិនធម្មតាដែរតើបែបនេះគួរឲ្យចាប់អារម្មណ៍ណាស់ តោះលោកប្តីចឹងទៅអ្នកនាងអមរាចាប់កាន់ដៃលោកប្តីរបស់អ្នកនាងរួចក៏ដើរចេញទៅនាងឯងចាំមើលណាថ្ងៃនេះយើងផ្ញើទុកសិនចុះអ្នកនាងអមរានៅតែកាន់ដៃរបស់លោកប្តីរបស់អ្នកនាងដើរតាមផ្លូវទាំងទឹកមុខនៅខឹងលោកដុកទ័រកំឡោះយើងឃើញហើយក៏ឈប់និយាយដើម្បីឲ្យអ្នកនាងអមរាមានអារម្មណ៍ល្អឡើងវិញ ជប់សិនតើពួកគេជានរណាហេតុអីក៏ពួកគេធ្វើបែបនេះដាក់នាង ឲ្យអូនសុំទោសផងដែលអូនមិនអាចការពារបងពីការមើលងាយរបស់ពួកគេបាន មិនអីទេប៉ុន្តែតើនាងអាចប្រាប់ខ្ញុំពីពួកគេបានទេ លោកប្តីពិតជាមិនដឹងអីមែនទេលោកប្តីភ្លេចហើយថាដំបងលោកប្តីក៏ពេញចិត្តនាងដែរ ប៉ុន្តែហេតុអីក៏ជានាងវិញដែលជាភរិយារបស់ខ្ញុំ ខ្ញុំគ្រាន់តែជាមនុស្សចំនួនលោកប្តីក៏យកព្រមផ្លាស់ប្ដូរគូហេតុផលគឺដោយសារតែនាងបុស្បាមិនបានគិតថាបងជាមនុស្សមិនបានការនិងមានជំងឺប្រចាំកាយលោកប្តីដឹងទេថ្ងៃខ្លះជំងឺរបស់លោកប្តីធ្វើទុកពី3ដងក៏មានដែរលោកពុកនិងអ្នកម៉ែគឺបារម្ភពីលោកប្តីខ្លាំងណាស់ តើខ្ញុំអាចសួរសំណួរមួយទៀតបានទេ លោកប្តីសួរមកចុះ តើអ្នកនាងស្រឡាញ់ខ្ញុំដែរទេនៅពេលដែលដឹងថាសុខភាពខ្ញុំមិនល្អហើយជាពិសេសមកចំនួនអ្នកនាងបុស្បាទៀត ហេតុអីក៏លោកប្តីសួរអូនបែបនេះ សុំទោសផងបើការសួររបស់ខ្ញុំធ្វើឲ្យអ្នកនាងមិនសប្បាយចិត្ត លោកប្តីជាមនុស្សល្អបំផុតមើលថាអូនបានចឹងល្អអូនមករស់នៅជាមួយលោកប្តីគឺមានតែភាពកក់ក្ដៅខុសពីនៅផ្ទះឆ្ងាយណាស់
ដែលមានម្ដាយកូនចិត្តអប្រិយចាំតែធ្វើបាបអូនចំណានឈ្នានេះក្នុងចិត្តខ្លាចតែអូនល្អជាងដោយលោកប្តីឃើញមុននេះអញ្ចឹង ចុះបើសិនជាថ្ងៃណាមួយខ្ញុំមិនមែនជាប្តីរបស់អ្នកនាងតែអ្នកនាង អត់ទេលោកប្តីឈប់និយាយទៅឃើញលោកប្តីមានជីវិតត្រឡប់មកវិញអូនក៏សប្បាយចិត្តវិញណាស់ទៅហើយសប្បាយចិត្តរកអ្វីព្រាមមិនបាននោះទេអូនមិនចង់ឃ្លាតពីបងទៀតទេ ហេតុអីក៏រកពេលអ្នកនាងអមរាអោបខ្ញុំបេះដូងរបស់ខ្ញុំលូតញាប់ម្លេះទប់ចិត្តទប់ចិននេះគឺជារាងកាយរបស់ប្តីនាងទេនាងមិនបានអោបខ្ញុំទេប៉ុន្តែក៏មិនអីដែរខ្ញុំនឹងសម្ដែងដើម្បីឲ្យគ្រប់គ្នាសប្បាយចិត្តវិញ ពេលជុំមកដល់ពន្លឺព្រះច័ន្ទភ្លឺថ្លាចាំងចូលបន្ទប់របស់អ្នកនាងអមរាខណៈអមរាកំពុងងូតទឹកលោកដុកទ័រម៉ូរ៉ាកំពុងសម្លឹងមើលទៅលើមេឃទាំងទឹកមុខហាក់កំពុងគិតរឿងជាច្រើន យប់នេះពលឺព្រះច័ន្ទពិតជារះស្រស់ស្អាតណាស់ប៉ុន្តែចិត្តខ្ញុំបែរជាកំពុងវិលវល់មិនដឹងថាតើខ្ញុំគួរត្រឡប់ទៅផ្ទះវិញដោយរបៀបណាបើសិនថ្ងៃណាមួយខ្ញុំចាកចេញពីទីនេះបានតើគ្រប់គ្នានឹងទៅជាយ៉ាងណាទេហើយបើគ្រប់គ្នាដឹងថាខ្ញុំមិនមែនជាអ្នកប្រុសម្នីតើគ្រប់គ្នានឹងខឹងស្អប់ខ្ញុំដែរទេ និយាយរួចដុកទ័រម៉ូរ៉ាក៏សម្លឹងមើលទៅមេឃបន្តទៀតទាំងទឹកមុខអស់សង្ឃឹមតើលោកប្តីកំពុងតែគិតអីនឹង គ្មានគិតអីទេអ្នកនាង នេះលោកប្តីប្រុងហៅអូនអ្នកនាងដល់ពេលណាទៀត សុំទោសផងនេះមកពីខ្ញុំមិនទាន់ទម្លាប់ បើលោកប្តីនៅតែហៅអូនបែបនេះទៀតអូនអន់ចិត្តជាមួយលោកប្តីហើយណា បាន ពេលព្រឹកនៅផ្ទះរបស់លោកស្រីកល្យានម្ដាយកូនកំពុងជំនុំគ្នារកល្បិចអំពីរឿងធ្វើយ៉ាងណាដើម្បីឲ្យអ្នកប្រុសមនីបានធ្វើជាប្តីវិញលោកបងមនីឥឡូវសាច់ឈាមរបស់គាត់ស្រស់បោះល្អណាស់មិនដូចពីមុនទេអ្នកម៉ែឃើញដូចខ្ញុំទេម៉ែឃើញតើម៉ែឮមកថាក្មួយមនីមិនត្រឹមតែលែងមានជំងឺបេះដូងទៀតទេគឺថែមទាំងអាចព្យាបាលជំងឺនេះថែមទៀតផងប៉ុន្តែហេតុអីក៏កូនទៅចាប់អារម្មណ៍នឹងក្មួយមនីទៅវិញឬមួយក៏កូនមានគំនិតអ្វីតិចដឹងមិនប្រកាសទេអ្នកម៉ែតែបើសិនជាដូចជាគេនិយាយពិតមែននោះខ្ញុំនឹងយករបស់ខ្ញុំត្រឡប់មកវិញឲ្យបាននៅផ្ទះរបស់លោកសេដ្ឋីឯនេះវិញក្រោយពីលោកសេដ្ឋីធ្វើកិច្ចការជំនួញជួញដូរខ្លាំងពេកធ្វើឲ្យសុខភាពរបស់លោកទ្រុឌទ្រោមហើយក៏ធ្លាក់ខ្លួនឈឺងើបមិនរួចលោកស្រីធូណាក៏មិនបង្អង់យូរស្ទុះស្ទាប្រាប់អ្នកប្រុសមនីដែលជាកូនប្រុសនិងអ្នកនាងអមរាដែលជាកូនប្រសាឲ្យបានដឹងអំពីដំណឹងនេះកូនមនីលោកពុកកូនសុកក៏ក្តៅខ្លួនខ្លាំងទន់ដៃទន់ជើងងើបពីក្រែមមិនរួចនោះទេឥឡូវនេះកូនឆាប់ទៅមើលពុកកូនតិចទៅណា បាទម៉ាក់អូអ្នកម៉ែឆាប់នាំកូនទៅ អ្នកម៉ែបាញ់ចឹងកូនទៅចេញលោកគ្រូពេទ្យមកសិនទៅចុះកូនប្រយ័ត្នប្រយែងណាហើយឆាប់ត្រឡប់មកវិញចា៎ ប្រពន្ធសម្លាញ់ប្រយ័ត្នផង គ្រប់គ្នាក៏បំបីគ្នាចេញទៅមកដល់កន្លែងលោកសេដ្ឋីសម្រាប់មនីលោកដៃស្ទាបថ្ងាសរបស់លោកឪពុកក៏ដឹងថាឪពុកខ្លួនកំពុងក្តៅខ្លួនខ្លាំងហើយបើកត្របកភ្នែកឪពុកមើលទាំងសងខាង អ្នកម៉ែនៅទីនេះមើលលោកពងកូនទៅយកថ្នាំ កូនដឹងថាពុករបស់កូនឈឺអីមែនទេ កូនដឹងអ្នកម៉ែជឿជាក់លើកូននឹងព្យាបាលលោកពងឲ្យបានជាសះស្បើយ ក្រោយពីប្រាប់លោកស្រីធូណាឲ្យជឿជាក់រួចលោកដុកទ័រកំឡោះក៏ដើរចេញទៅយ៉ាងលឿនក្រោយមកក៏ត្រឡប់មកវិញភ្លាមដោយមានថ្នាំមកឲ្យលោកសេដ្ឋីលេបមិនបានប៉ុន្មានថ្ងៃស្ថានភាពលោកសេដ្ឋីក៏បានជាសះស្បើយជាហេតុធ្វើឲ្យលោកសេដ្ឋីលោកស្រីធូណានាំគ្នាឆ្ងល់ដែរដែលមនីចេះវិជាពេទ្យមកពីណាបើពីមុនគេគឺជាអ្នកជំងឺម្នាក់ដែលមានសុខភាពទន់ខ្សោយធ្វើអ្វីក៏មិនបានចំណែកបច្ចុប្បន្នមនីទៅជាមនុស្សដែលមានសុខភាពល្អមានកម្លាំងកំហែងមាំទាំចេះវិជាពេទ្យនិងព្យាបាលលោកឲ្យជាថែមទៀតលោកបងឆ្ងល់ដូចខ្ញុំដែរទេតើកូនរបស់ជើងបានថ្នាំសង្កូវនឹងប្រដាប់ពេទ្យមកពីណាទៅម្យ៉ាងរបស់ទាំងអស់នោះខ្ញុំមិនដែលឃើញទេពេលកូនសួរគាត់គឺគាត់មិនព្រមឆ្លើយដែរហាក់ដូចជាមានអ្វីលាក់បាំងសុកក៏មានរបស់ទាំងអស់នោះមកអំឡុងពេលលោកពុកឈឺទៀន វាពិតជាមានមន្ទិលច្រើនណាស់ចំពោះកូនមនីប៉ុន្តែយើងក៏មិនអាចចេះតែស្មានបានដែរ លោកបងតើគេអាចជាព្រលឹងខ្មោចព្រាយបិសាចមកពីណាចូលខ្លួនកូនរបស់យើងទេដឹង ខ្មោចព្រាយឯណាចេះដឹងអីនោះម៉ែវាឯងកុំចេះតែស្មានផ្ដេសផ្ដាសនេះបើកូនវាមកលឺច្បាស់ជាអន់ចិនឥឡូវចេះទៅ
ពួកយើងចាប់សង្កេតគេមើលម្ដងទៀតទៅក្រែងដឹងអ្វីបន្ថែមពីកូន ត្រូវហើយអមរាកូនកូនត្រូវតែសង្កេតមើលប្តីរបស់កូនឲ្យជាប់បើមានអ្វីថ្មីប្លែកក៏ត្រូវតែប្រាប់ពុកឲ្យនឹងម៉ែភ្លាមណាចាអ្នកម៉ែខណៈដែលកំពុងនាំគ្នានិយាយម៉ូរ៉ាក៏បានស្ដាប់ឮពីជ្រុងម្ខាងហើយគេក៏នឹកក្នុងចិត្ត គ្រប់គ្នាចាប់ផ្ដើមសង្ស័យខ្ញុំហើយតើពេលនេះខ្ញុំគួរធ្វើយ៉ាងណាបើខ្ញុំប្រាប់ការពិតទៅគ្រប់គ្នាតើអាចទេគ្រប់គ្នាពួកគេនឹងដេញខ្ញុំចេញពីទីនេះពេលនោះខ្ញុំច្បាស់ជាគ្មានកន្លែងស្នាក់នៅហើយម្យ៉ាងពេលនេះខ្ញុំមិនទាន់ដឹងពីវិធីត្រឡប់ទៅវិញទៀត ពេលជប់ឈានមកដល់អ្នកនាងអមរាសំងំធ្វើជាដេកលក់ចំណែកលោកដុកទ័រចុះពីលើគ្រែរួចហើយក៏មើលចិញ្ចៀនបុរាណនៅជាប់នឹងដៃដើម្បីសួរទៅចិញ្ចៀនធ្វើយ៉ាងម៉េចទើបត្រឡប់ទៅវិញបាន ខ្ញុំពិតជាឆ្ងល់ណាស់ហេតុអីពេលនេះខ្ញុំសុំអ្វីពីវាគឺបានទាំងអស់លើកលែងតែការបង្ហាញផ្លូវឲ្យខ្ញុំត្រឡប់ទៅវិញថ្ងៃដែលលោកសទ្ធិឈឺសំណាងណាស់ខ្ញុំអាចសុំថ្នាំពេទ្យនិងសម្ភារៈពេទ្យពីនិតមកបានដូចចិនបើមិនដូច្នេះទេលោកសទ្ធិច្បាស់ជាវិវត្តជាមិនខានទេប៉ុន្តែពេលនេះគ្រប់គ្នាគេចាប់ផ្ដើមសង្ស័យខ្ញុំហើយថាខ្ញុំមិនមែនជាអ្នកប្រុសក្នុងផ្ទះនេះ ដុកទ័រកំឡោះចាប់ផ្ដើមស្រមៃថ្ងៃមួយកំឡោះសង្ហាម៉ូរ៉ាបានអង្គុយគិតពិបាកចិត្តមិនដឹងថាត្រូវធ្វើបែបណាឲ្យខ្លួនរបស់គេអាចវិលត្រឡប់ទៅវិញបានហើយគេក៏បានឃើញចិញ្ចៀនបុរាណនៅនឹងដៃរបស់គេស្រាប់គេក៏នឹកឃើញសម្ដីរបស់លោកយាយប្រាប់គេបើចង់បានអ្វីគឺបាននឹងឲ្យតែដុកទ័រកំឡោះនោះនិយាយសុំពីចិញ្ចៀននោះ យើងប្រកាសណាស់ថាយើងមកទីនេះបានក៏ព្រោះតែចិញ្ចៀននេះគឺចិញ្ចៀនទឹម ដុកទ័រពិតជាឆ្ងល់ព្រោះមិនឃើញមានអ្វីកាត់ឡើងដូចជាការស្នើសុំរបស់ខ្លួន ឬទេឆាប់បង្ហាញផ្លូវនិងនាំយើងទៅវិញភ្លាមអ្នកជំងឺច្រើនណាស់កំពុងរងចាំផ្លូវជើង ដុកទ័រកំឡោះអស់សង្ឃឹមក៏ព្រោះតែការផ្សងសុំរបស់គាត់មិនបានសម្រេចចិញ្ចៀនក៏មិនបានចេញសញ្ញាអ្វីគួរឲ្យកត់សម្គាល់ដែរ ឬមួយក៏មិនមែនដោយសារចិញ្ចៀននេះទេត្រូវហើយចិញ្ចៀននេះច្បាស់ជានាំសុយមកខ្ញុំបើបែបនឹងមែនខ្ញុំនឹងដោះឯងចោលឆាប់ចេញទៅចប់ហើយចង់ដោះក៏ដោះមិនចេញទៀតពេលនេះម៉ោងនេះបើបានកាហ្វេក្តៅមួយកែវមិនដឹងជាល្អយ៉ាងណាទេហើយបើមាននំក្រសង់ទៀតរឹតតែអែម ខណៈដែលលោកដុកទ័រម៉ូរ៉ាកំពុងរអ៊ូរទាំឃ្លាននៅអ្វីម្យ៉ាងដែលលោកចង់ហូបប៉ុន្តែមិនបានហូបក៏ស្រាប់តែចេញមករបស់ទាំងអស់នោះមានទាំងកាហ្វេក្តៅដែលឆុងរួចនំក្រូសង់ថ្នាំពេទ្យនិងសម្ភារៈដែលលោកចង់បានព្រោះអ្វីៗទាំងអស់នោះគឺជាការការពារនៅពេលដែលគេមានជំងឺអ្វីផ្សេងៗព្រោះគេដឹងថានៅទីនេះមិនមានរបស់ទំនើបដូចនៅកន្លែងដែលខ្លួនរស់នៅនោះទេ អស់ចាមែនមិនស្មានថាយើងសម្បាញ់បានពិតមែនតែប៉ុណ្ណេះយើងលេងបារម្ភពេលឈឺថ្កាត់ឬឃ្លានអីញ៉ាំទៀតហើយ លោកប្តីមិនក៏លោកប្តីមិនទាន់សម្រាប់អញ្ចឹង អូនមិនទាន់គេងទេអី គេង នេះគឺជាពាក្យសម័យថ្មីវាស្មើនឹងពាក្យគឺសម្រានឬក៏ដេញ លោកប្តីតើបងជាអ្នកណាហើយមកពីណា គឺបងគិតថាយប់ជ្រៅទៅហើយបើមានអ្វីចង់សួរចាំថ្ងៃក្រោយក៏បាន ប៉ុន្តែអូនពិតជាចង់ដឹងបើលោកប្តីនិយាយត្រង់ជាមួយអូននឹងមិនប្រកាន់ខឹងជាមួយបងទេប៉ុន្តែបើបងកុហកអូននឹងស្អប់បងជារៀងរហូត ហេតុអីក៏អូននិយាយអញ្ចឹងតើបងមានអ្វីត្រូវលាក់បាំងអូននោះ លោកប្តីមិនមែនជាប្តីរបស់អូនទេការប៉ិនអូនដឹងតាំងពីដំបូងមកម្លេះ ថាម៉េច ហើយមុននេះខ្ញុំក៏បានស្ដាប់ឮលោកនិយាយទាំងអស់ដែរប្រាប់មកតើលោកជាអ្នកណា មិនលាក់បាំងទេខ្ញុំពិតជាមិនមែនជាស្វាមីរបស់នាងមែន គ្រាន់តែដុកទ័រកំឡោះយើងនិយាយពាក្យពិតភ្លាមធ្វើឲ្យអមរាតុនចង្គង់ដួលប៉ុន្តែក៏ត្រូវបានកំឡោះសង្ហារបស់យើងទ្រនាងទាន់ អ្នកនាងតាំងស្មារតីឡើង ដុកទ័រក៏ត្រកង់3អ្នកនាងអមរាឡើងលើគ្រែព្រឹកឡើងថ្ងៃបន្ទាប់លោកដុកទ័រកំឡោះក៏បានបើកបង្អួចឲ្យមានពន្លឺចេញចូលអាហារមាននៅលើតុក្បែរគ្រែស្រាប់អ្នកនាងអមរាក៏ភ្ញាក់ដឹងខ្លួនទាំងអាការៈអស់កម្លាំង ប្រយ័ត្នទិញក្នុងខ្លួនបានទូស្រានតិចទេ ខ្ញុំមិនអីទេហេតុអីបានជាលោកនិយាយការប៉ិនហេតុអីក៏លោកមិនព្រមលាក់បាំងរឿងទាំងអស់នេះទៀត នាងកុំយំអីសុខភាពអ្នកនាងនឹកសៅនៅឡើយទេ
រឿងនេះចាំថ្ងៃក្រោយនិយាយគ្នាក៏មិនអីដែរ ភាពចម្លែករបស់លោកបានធ្វើឲ្យខ្ញុំចាប់អារម្មណ៍ខ្ញុំតែងតែលួចសង្កេតលោកប៉ុន្តែអ្វីដែលខ្ញុំឆ្ងល់នោះថ្ងៃដែលត្រូវបូជាលោកប្តីគឺលោកបានដឹងខ្លួនចេញពីសពរបស់លោកប្តីរបស់ខ្ញុំថ្ងៃមួយនោះខ្ញុំបានឃើញលោកនៅក្នុងបន្ទប់នេះនិយាយតែម្នាក់ឯងស្រាប់តែមានអាហារនិងនំចំណីនៅពេញតុរបស់លោកហើយខ្ញុំក៏ឃើញលោកហូបអាហារទាំងអស់នោះយ៉ាងរីករាយបន្ទាប់មកខ្ញុំក៏ឃើញចានស្លាបព្រារលាយបាត់អស់ក្រោយពីលោកហូបអាហារទាំងអស់នោះរួចហើយខ្ញុំក៏មិនចម្លែកដែរពេលដែលលោកមានថ្នាំមកព្យាបាលលោកពងប៉ុន្តែខ្ញុំមិនអាចជម្រាបលោកពុកអ្នកម៉ែបានទេខ្ញុំមិនចង់ឃើញលោកទាំងពីរខូចចិត្តម្ដងទៀតប៉ុន្តែអ្វីដែលខ្ញុំសប្បាយចិត្តលោកដឹងទេនិយាយមកចុះខ្ញុំចាំស្ដាប់អ្នកនាង លោកប្តីហូបមិនបានសម្រានក៏មិនសូវលួសសាច់ឈាមមិនស្រស់ថ្លាប៉ុន្តែលោកអាចហូបបានសម្រានលួសលោកថាតើមើលតាភរិយាឯណាមិនចង់ឃើញស្វាមីរបស់ខ្លួនមានរូបរាងស្រស់ស្អាតនោះនិងមានសុខភាពល្អស្ដាប់អ្នកនាងនិយាយខ្ញុំពិតជាមានមោទនភាពចំពោះអ្នកប្រុសម្នីណាស់ តើបានការអីទៅបានប្រឡឹងទៅបាត់ហើយនោះ ខ្ញុំពិតជាសំទោសអ្នកនាងចំពោះរឿងនេះផងខ្លួនខ្ញុំផ្ទាល់ក៏មិនដឹងដូចគ្នាហេតុអីក៏ប្រឡឹងខ្ញុំនៅក្នុងខ្លួនអ្នកប្រុសខ្ញុំព្យាយាមរកគ្រប់វិធីដើម្បីត្រឡប់ទៅវិញដែរតែគ្មានប្រយោជន៍ដូច្នេះហើយទើបខ្ញុំដឹងអរគុណដែលអ្នកនាងមិនប្រកាន់នឹងខឹងនឹងខ្ញុំ តើលោកអាចប្រាប់ខ្ញុំបានទេលោកជាមនុស្សឬក៏ទេវតា ខ្ញុំជាមនុស្សសម័យព្រះរាជាណាចក្រកម្ពុជាមិនមែនជាទេវតាទេ ខ្ញុំមិនដែលឮសម័យអីនោះទេតែជោគសម័យរបស់លោកមានអ្វីអស្ចារ្យណាស់មែនទេមានអ្នកនាងសូមចាំបន្តិចខ្ញុំនឹងបង្ហាញ អ្នកកំឡោះលើកដៃមានចិញ្ចៀនហើយស្នើសុំទូរស័ព្ទមួយគ្រឿងទូរស័ព្ទក៏មានក្នុងដៃភ្លាមបន្ទាប់មកដុកទ័រក៏ថតរូប selfie ជាមួយអ្នកនាងអមរាតើវាជារបស់អីហ្នឹងហេតុអីក៏អាចគូគំនូររបស់យើងទាំងពីរអ្នកបានភ្លាមអញ្ចឹង មិនមែនជាគំនូរទេគេហៅថារូបថនហើយវាគឺជាទូរស័ព្ទដៃដែលអាចហៅរកគ្នាបានអ្នកនាងចូលត្រង់នេះមកខ្ញុំនឹងថតរូបជូនអ្នកនាងថែមទៀត ថតចុះថតឡើងអ្នកទាំងពីរក៏បានដួលលើគ្នាទាំងពីរអ្នកក៏សម្លឹងមកគ្នាអ្នកនាងអមរាក៏ក្រោកចេញដុកទ័រកំឡោះរបស់យើង អ្នកនាងមិនអីទេ មិនអីទេប៉ុន្តែខ្ញុំសុំសម្រាប់ម្នាក់ឯងទិញលោកអាចចេញទៅវិញបានហើយ បានខ្ញុំនឹងចេញទៅភ្លាម ឈប់សិនខ្ញុំសង្ឃឹមថារឿងរបស់លោកកុំឲ្យលោកពុកអ្នកម៉ែដឹងឲ្យសោះ ខ្ញុំសន្យាហើយខ្ញុំនឹងព្យាយាមរកវិធីដើម្បីចាក់ចេញពីខ្លួនប្រាណអ្នកប្រុស ព្រលឹមស្រាំងអ្នកនាងអមរានិងលោកដុកទ័រកំឡោះមូរ៉ានៅក្នុងវត្តលើកប្រគេនចង្ហាន់និងផ្កាភ្ញីជូនព្រះសង្ឃដើម្បីបញ្ជូនកុសលផលបុណ្យដែលបានធ្វើឲ្យបានទៅដល់លោកប្តីរបស់នាងលោកកំពុងតែសូត្រធម៌ដុកទ័រកំឡោះក៏នឹកក្នុងចិត្ត អ្នកនាងគឺជាស្រីខ្មែរពិនដែលស្មោះចំពោះស្វាមីទង្វើរបស់នាងធ្វើឲ្យខ្ញុំលួចចំណែនលោកប្តីរបស់នាងហើយ ទាំងពីរនាក់បានត្រឡប់មកដល់ផ្ទះដុកទ័រកំឡោះរបស់យើងឃើញអ្នកនាងអមរានឿយហត់ក៏លើកដៃសុំបង្អែមខ្មែរមួយចានឲ្យនាងញ៉ាំដុកទ័រមូរ៉ាបញ្ចុកនាងនេះជាស្អីនឹង បងអែមអ្នកនាងសានតិចមើលតើឆ្ងាញ់ដូចជាបង្អែមសម័យកាលនេះទេ ដុកទ័រមូរ៉ាបានបញ្ចុកអ្នកនាងអមរាបណ្ដើរក៏លើកដៃមានចិញ្ចៀនសុំក្រដាសជូកមាត់បណ្ដើរយកមកជូកមាត់ឲ្យអមរាលោកស្រីធូណានិងលោកសេដ្ឋីដើរចូលមកក៏ឃើញកូនយកចិត្តទុកដាក់នឹងគ្នាក៏ខ្សឹបខ្សៀវនាំគ្នាត្រឡប់ទៅវិញ ទៅវិញយើងកូនគេកំពុងតែផ្អែមល្ហែមជាមួយនឹងគ្នាមិនយូរទេពួកយើងនឹងឆាប់បានចៅពោជាមិនខានទេ និយាយរួចលោកសេដ្ឋីនិងលោកស្រីធូណាក៏ចេញទៅបន្ទប់ទទួលភ្ញៀវវិញខណៈអ្នកទាំងពីរអ្នកមកដល់ក៏ស្រាប់តែនាងបុស្បានិងលោកស្រីកល្យានមកលេងក្នុងគោលបំណងនិយាយមិនល្អពីអមរាលោកសេដ្ឋីនិងលោកស្រីធូណាក៏ធ្វើការគួសមបន្ទាប់មកអ្នកស្រីកល្យានក៏រៀបរាប់ប្រាប់អ្នកទាំងពីរអំពីអមរាជាកូនស្រីដែលមានល្បិចកិច្ចកលដណ្ដើមអ្នកប្រុសមនីពីបុស្បាដែលកូនស្រីរបស់គាត់ភ្ជាប់មាត់ភ្ជាប់ក បើការពិតអញ្ចឹងមិនល្អតើព្រោះថាអមរាជាកូនប្រសារល្អម្នាក់ លោកសេដ្ឋីមិនជឿសម្ដីខ្ញុំមែនទេ អ្នកណាថាប៉ុន្តែខ្ញុំពេញចិត្តនឹងទទួលកូនប្រសារខ្ញុំហើយ ប៉ុន្តែលោកសេដ្ឋីខ្ញុំទៅស័ក្តិសមជាមួយនឹងកូនប្រុសលោកអ៊ំនាងអមរាគ្រាន់តែជាកូនស្រីដែលគ្មានម្ដាយតែប៉ុណ្ណោះនាងគ្មានកន្លែងណាដែលស្មើនឹងខ្ញុំទេ
លោកពុកអ្នកម៉ែកូនមានបង្អែមពិសេសជូនដល់លោកពុកអ្នកម៉ែពិសាហេតុអីក៏អ្នកទាំងពីរនៅទីនេះយ៉ាងម៉េចយើងមកមិនបានទេនាងគួរតែដឹងហើយថានាងបានធ្វើអ្វីខ្លះឥឡូវនេះវាគួរតែដល់ពេលហើយដែលនាងប្រគល់អ្នកប្រុសម្នីឲ្យយើងវិញនោះនាងនិយាយអីខ្ញុំអត់យល់ទេល្បិចកលរបស់នាងទាំងប៉ុន្មានយើងបានជម្រាបលោកអ៊ំអស់ហើយអំពីល្បិចស្មោកគ្រករបស់នាងចង់បានអ្នកប្រុសធ្វើជាប្តីហើយធ្វើបាបខ្ញុំនោះកុហកនាងយកអីមកនិយាយនាងក៏ដឹងថាយើងទាំងពីរអ្នកជាគូស្នេហ៍ចាស់ទុំបានផ្សំផ្គុំនាងមកដណ្ដើមអ្នកប្រុសពីខ្ញុំតើសមទេយ៉ាងម៉េចនាងនិយាយអីមិនចេញមែនទេអ្នកប្រុសត្រូវតែលែងលះជាមួយនឹងនាងនេះហើយរៀបការជាមួយខ្ញុំវិញខ្ញុំទៅជាមនុស្សដែលលោកសេដ្ឋីចង់បាននាងនេះរៀបការជាមួយអ្នកប្រុសក៏ព្រោះតែគេចង់បានទ្រព្យសម្បត្តិតែប៉ុណ្ណោះអរគុណដែលបានប្រាំប៉ុន្តែនាងបោះស្បាខ្ញុំមិនចង់និយាយអ្វីឲ្យធ្ងន់ធ្ងរជាងនេះចំពោះនាងនោះទេបើអស់ការហើយនាងនិងអ្នកមីងអាចចេញទៅវិញបានអូមែនហើយចាប់ពីថ្ងៃនេះទៅបើអ្នកទាំងពីរមកទីនេះដើម្បីតែនិយាយអាក្រក់ពីភរិយាខ្ញុំកុំមកល្អជាងហើយមួយទៀតបើភរិយាខ្ញុំរៀបការជាមួយខ្ញុំដើម្បីទ្រព្យសម្បត្តិគឺល្អណាស់ខ្ញុំនឹងប្រឹងប្រែងរកបន្ថែមទៀតដើម្បីឲ្យគាត់រត់តែសប្បាយចិត្តប៉ុណ្ណឹងច្បាស់ទេអាចទៅបានហើយសូមអញ្ជើញពីរអ្នកម្ដាយកូនឈឺចាប់ជាពន់ពេករួចហើយក៏ដើរចេញទៅទាំងខាងសម្បាចំណែកអ្នកនាងអមរាក៏ធ្វើការបោះស្រាយប្រាប់គ្រប់គ្នាថាវាមិនមែនជាការពិតជាស្វាមីត្រូវការពារភរិយាឲ្យបានល្អចឹងហើយអ្នកម៉ែលោកបងឃើញទេកូនប្រុសគេកាត់ទៅលោកបងច្បាស់ណាស់គ្រប់គ្នាសើចសប្បាយអមរាហាក់ចូលចិត្តដុកទ័រកំឡោះសង្ហារបស់យើងមិនដឹងខ្លួនរួចនាងក៏នឹកក្នុងចិត្តម្នាក់ឯងបើលោកជាលោកប្តីរបស់ខ្ញុំពិតប្រាកដវិញនោះមិនដឹងជាល្អយ៉ាងណាទេនេះខ្ញុំកំពុងតែគិតអីនឹងផ្ដេសផ្ដាស់ណាស់ខ្ញុំមិនអាចក្បត់លោកប្តីរបស់ខ្ញុំបានទេគ្រប់គ្នាឆ្ងល់ដែលអមរាដើរចេញទៅទាំងមិននិយាយស្ដីមួយម៉ាត់កូនអមរាគេកាត់អីចេះកូនឆាប់ទៅតាមមើលតិចលូននាងមិនស្រួលខ្លួនទេដឹងបានអ្នកម៉ែខ្ញុំមិនកាត់អីទេប៉ុន្តែមុននេះអូខ្ញុំរៀងវិលមកទិញទៅបានជាមិនបានប្រាប់គ្រប់គ្នាបើអញ្ចឹងនេះសម្រាប់បានច្រើនចុះខ្ញុំមិនរំខានទេតើលោកនៅតែចង់ទៅកន្លែងដែលលោករស់នៅវិញពិតមែនទេខ្ញុំសូមមិនឆ្លើយបានទេត្រូវហើយកន្លែងនេះមិនមែនជាកន្លែងរបស់លោកចង់នៅទេហើយក៏មិនមានអ្វីសំខាន់ដែលលោកចង់ចិត្តបានដែរអ្នកណាថាគឺអ្នកនាងលោកនិយាយថាម៉េចអាចទេបើខ្ញុំសូមមើលថាអ្នកនាងចំនួនអ្នកប្រុសម្នីតើនេះជាពាក្យពិនឬក៏លោកគ្រាន់តែអាណិនពិតណាស់ស្រឡាញ់ឲ្យថែមអានិននិងចង់ថែរក្សាគ្រប់ជៀនបន្ទាប់ពីនិយាយគ្នារួចអ្នកទាំងពីរក៏អប់គ្នាបងស្រឡាញ់អូនអមរាអូនក៏ស្រឡាញ់បងដូចគ្នាដែរសន្យានឹងអូនបានទេមិនថាចិត្តនេះឬចិត្តណាបងត្រូវតែស្រឡាញ់នឹងការពីអូនរហូតយល់ព្រមបងសន្យាដុកទ័រកំឡោះក៏ថាប់ក្បាលនាងអមរារំពេចនោះស្រាប់តែទូរស័ព្ទរបស់លោកដុកទ័រក៏រលឡើងធ្វើឲ្យលោកដុកទ័រមរាភ្ញាក់ពីការយល់សប្តិនឹងស្រែកហៅឈ្មោះអមរាហើយការពិតយល់សប្តិសោះអាចទេឲ្យបងជួបអូនក្នុងចិត្តនេះអមរានេះឯងមកងប់ងល់នឹងយល់សប្តិអីដែរយល់សប្តិវាគ្រាន់តែជាការយល់សប្តិទេមិនមែនជាការពិតឡើយមានអារម្មណ៍ថានឹកអូនណាអមរាអាឡូម៉ាថាម៉េចកូនមិនអាចជួបគ្នាផងឲ្យកូនរៀបការយ៉ាងម៉េចទៅម៉ាសំឡេងសារផ្ញើរូបថតមកដុកទ័រក៏បើករូបមើលគេត្រេកអរក៏ព្រោះតែស្រីដែលម្ដាយរបស់គេឲ្យរៀបការនោះគឺជាមនុស្សស្រីដែលមានមុខមាត់ដូចជាអមរាក្នុងសុបិនរបស់គេហើយនាងក៏មានឈ្មោះថាអមរាដូចជាអមរាក្នុងសុបិនរបស់គេមុននេះអញ្ចឹងអរគុណអូនដែលព្រមរៀបការជាមួយនឹងបងដោយគ្មានលក្ខខណ្ឌអាចថាជានិស្ស័យពីបុព្វេកថាបានដែលធ្វើឲ្យពួកយើងបានជួបគ្នាភ្លាមក៏មានចិត្តឲ្យគ្នាបែបនេះពេលអូនរៀននៅក្រៅប្រទេសមានបរិយាជាច្រើនតាមសំស្លាញ់អូនបដិសេធគេគ្រប់គ្នាចម្លែកអីតែបងដោយសារតែអូនផ្សងជួបបងគ្រប់ជាតិនោះអីដូច្នេះហើយទើបអូនមុនអ្នកណាមិនជុលភ្នែកដុកទ័រមូរ៉ាអនថាប្រពន្ធ
បងស្រឡាញ់អូនណាស់អាម៉ារ៉ាអរគុណអូនណាដែលឲ្យបងបានជួបអូន អូនក៏ស្រឡាញ់បងដូចគ្នាដែរ